ទស្សនៈដែលថាអ្នកខ្លាំងគឺឈ្នះគឺអត់ចេះហួសសម័យថ្ងៃនេះខ្ញុំសូមលើកយកប្រឡោមលោកបែបភូមិសាស្ត្រនយោបាយមួយមកជជែកគ្នាលេងក្នុងស្នាដៃប្រឡោមលោកនេះអ្នកនិពន្ធឈ្មោះ Maurice West គាត់ព្យាយាមមិនប្រើឈ្មោះតួអង្គពិតប៉ុន្តែព្រឹត្តិការណ៍ទាំងបាម៉ានដែលគាត់សរសេរនៅក្នុងស្នាដៃប្រឡោមលោករបស់គាត់ហ្នឹងគឺជាព្រឹត្តិការណ៍ពិតដែលកើតឡើងក្នុងទសវត្សរ៍ឆ្នាំ1960នៅសាធារណរដ្ឋវៀតណាមឬក៏យើងហៅថាវៀតណាមខាងត្បូងសូមបញ្ជាក់នៅក្រោយសន្និសីទទីក្រុងហ្សឺណែវឆ្នាំ1954ដើម្បីបញ្ចប់សង្គ្រាមនៅឥណ្ឌូចិនរវាងបារាំងជាមួយនឹងប្រទេសឥណ្ឌូចិនហ្នឹងគឺវៀតណាមត្រូវបែងចែកជាពីរគឺវៀតណាមខាងជើងដែលមានរដ្ឋាភិបាលដឹកនាំតាមរបបកុម្មុយនីសចំណែកវៀតណាមខាងត្បូងដែលមានរដ្ឋាភិបាលដឹកនាំតាមរបបសេរីដែលឡែកប្រទេសពីរទៀតគឺកម្ពុជានិងឡាវគឺត្រូវប្រកាន់ជំហរអព្យាក្រឹតមិនចូលបកសម្ព័ន្ធដែលនៅក្នុងបរិបទនោះគឺបរិបទសង្គ្រាមត្រជាក់ដែលមានការប្រកួតប្រជែងគ្នារវាងក្រុមប្រទេសសេរីនិងក្រុមប្រទេសកុម្មុយនីសឥឡូវយើងមកស្ដាប់ដំណើររឿងទាំងអស់គ្នាសៀវភៅនេះមានចំណងជើងថា The Ambassador ជាភាសាអង់គ្លេសឬក៏ជាភាសាខ្មែរយើងអាចបកថាលោកឯកអគ្គរដ្ឋទូតជាស្នាដៃនិពន្ធរបស់អ្នកនិពន្ធជនជាតិអូស្ត្រាលីឈ្មោះថា Maurice West ហើយបោះពុម្ពផ្សាយនៅក្នុងឆ្នាំ1965តួអង្គសំខាន់នៅក្នុងសាច់រឿងហ្នឹងឈ្មោះថា Maxwell Gordon Amberley ដែលជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកចាំប្រទេសវៀតណាមខាងត្បូងអ្នកនិពន្ធគាត់បានរំលេចអំពីវិវាទកម្មរវាងទស្សនៈពីរទស្សនៈទី1គឺការរំលោភបំពានដោយអាជ្ញាធរវៀតណាមខាងត្បូងទៅលើសិទ្ធិបញ្ចេញមតិសិទ្ធិជំនឿសាសនាឬក៏សិទ្ធិមនុស្សផ្សេងដែលអាជ្ញាធរទៅប្រើកណ្ដាប់ដែកការគៀបសង្កត់លើក្រមប្រជាជននៅក្នុងប្រទេសវៀតណាមខាងត្បូងហ្នឹងដើម្បីរក្សាសន្តិសុខអធិបតេយ្យភាពរបស់ប្រទេសវៀតណាមប៉ុន្តែផ្ទុយមកវិញមានការយល់ឃើញមួយទៀតដែលប្រឆាំងទៅនឹងទស្សនៈទានទី1គឺអ្នកគ្រប់គ្រងសិទ្ធិសេរីភាពនៃជំនឿសាសនានយោបាយនិងការបញ្ចេញមតិជាដើមក្នុងសាច់រឿងនេះលោកទូតសហរដ្ឋអាមេរិកព្យាយាមបញ្ចុះបញ្ចូលប្រធានាធិបតីវៀតណាមខាងត្បូងឲ្យអនុវត្តតាមគោលនយោបាយក៏អ្វីដែលខ្លួនចង់បានប៉ុន្តែផ្ទុយមកវិញលោកប្រធានាធិបតីវៀតណាមខាងត្បូងបដិសេធនឹងច្រានចោលរាល់នៅសំណើអ្វីដែលអាមេរិកចង់បានហើយដូច្នេះហើយវិធីចុងក្រោយគឺប្រើវិធីសាស្ត្រផ្ដួលរំលំរដ្ឋាភិបាលចោលតែម្ដងបើតាមស្ថានភាពជាក់ស្ដែងនៅក្នុងសម័យនោះរដ្ឋាភិបាលវៀតណាមខាងត្បូងដែលមានគ្រឹះសាសនិកជាប្រធានាធិបតីគឺលោកង៉ាវឌីងយាមបានបង្ក្រាបយ៉ាងចាស់ដៃនិងធ្វើទុកបុកម្នេញឥតល្ហែលើក្រុមអ្នកកាន់ពុទ្ធសាសនាជាពិសេសគឺលោកសង្ឃពុទ្ធសាសនាបើតាមការយល់ឃើញពីព្រោះថាក្នុងនេះគេអត់មានបែងចែកជាតិពិន្ទុឬក៏ជាតិសាសន៍ទេប៉ុន្តែខ្ញុំយល់ឃើញថាភាគច្រើនអ្នកដែលនៅវៀតណាមខាងត្បូងគឺមានប្រជាជនដើមកំណើតខ្មែរនៅទីនោះអញ្ចឹងទៅការបង្ក្រាបនេះក៏ជាមធ្យោបាយមួយកុំឲ្យក្រុមខ្មែរឬក៏ក្រុមប្រឆាំងនៅនោះអាចបង្កចលនានយោបាយដល់រដ្ឋាភិបាលវៀតណាមក៏អាចថាបាននេះគ្រាន់តែយើងគិតលេងណាភាគតិចណាស់ដែលជនជាតិវៀតណាមកាន់ពុទ្ធសាសនាបែបហិនយានមួយទៀតហេតុផលមួយទៀតដែលលោកប្រធានាធិបតីង៉ាវឌីងយាមគាត់ធ្វើការបង្ក្រាបយ៉ាងចាស់ដៃនោះគឺយកលេសថាក្រុមវៀតកុងសូមបញ្ជាក់ត្រង់នេះតិចគឺក្រុមវៀតណាមកុម្មុយនីសខាងជើងដែលព្យាយាមមកគ្រប់គ្រងបង្រួបបង្រួមវៀតណាមតែមួយនិងខ្មាំងនយោបាយដែលបានលាក់ខ្លួននៅក្នុងទីវត្តអារាមធ្វើការប្រឆាំងជាមួយនឹងរដ្ឋការរបស់វៀតណាមខាងត្បូងចំណុចមួយទៀតយើងសង្កេតឃើញថាមានបញ្ហារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរបញ្ហារំលោភសិទ្ធិមនុស្សនេះគឺផ្ទុយទៅនឹងគុណតម្លៃរបស់សហរដ្ឋអាមេរិកដែលបានធ្វើឲ្យរដ្ឋាភិបាលអាមេរិកមិនសប្បាយចិត្តនិងបានស្នើជាច្រើនលើកឲ្យលោកង៉ូឌីងយាមកែប្រែគោលនយោបាយរបស់ខ្លួនវិញប៉ុន្តែសំណើនេះវាប្រៀបដូចជាចាក់ទឹកលើស្លឹកឈូកឬក៏អ្នកខ្លះក៏ថាដូចចាក់ទឹកលើក្បាលទាបើទោះជាឯកអគ្គរដ្ឋទូតអាមេរិកនៅសាយហ្គនខ្មែរយើងហៅថាព្រៃនគរ
ជាយាមបញ្ចុះបញ្ចូលយ៉ាងណាក៏ដោយប្រើគ្រប់វិធីសាស្ត្រក៏លោកងោដងយាមមិនព្រមកែប្រែគោលនយោបាយរបស់គាត់ដែរផ្ទុយទៅវិញលោកងោដងយាមស្នើឲ្យសហរដ្ឋអាមេរិកបន្តផ្ដល់ជំនួយយោធានិងសេដ្ឋកិច្ចហើយបានបន្ថែមថាកុំឲ្យលោកដៃចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួនដោយសារតែភាពរឹងត្អឹងរបស់ប្រធានាធិបតីវៀតណាមខាងត្បូងងោដងយាមនេះហើយដែលជាហេតុមួយដែលនាំទៅរករដ្ឋប្រហារយោធាដែលគ្រប់គ្រងពីក្រោយដោយសហរដ្ឋអាមេរិកផ្ដួលរំលំរដ្ឋាភិបាលរបស់លោកងោដងយាមនៅក្នុងឆ្នាំ1963ហើយនៅទីបំផុតលោកងោដងយាមក៏ត្រូវបានគេធ្វើឃាតស្លាប់បាត់ទៅអញ្ចឹងនៅត្រង់ចំណុចនេះខ្ញុំសូមលើកយកចំណុច2ដែលយើងគួរពិចារណាប្រទេសមហាអំណាចចង់ឲ្យរបបដឹកនាំប្រទេសណារលាយគឺនឹងរលាយតាមចិត្តដែលគេចង់អញ្ចឹងដូចយើងរំលឹកទៅទ្រឹស្ដីរបស់ពួក realist ឬក៏អ្នកប្រកបនិយមដែលថាអ្នកខ្លាំងតែងតែឈ្នះហើយអ្នកខ្សោយតែងតែចាញ់អានេះវាជាសច្ចភាពមួយនៅក្នុងសង្គមមិនថាមនុស្សមិនថាសត្វតែខ្លាំងគឺឈ្នះចំណុចទី1ចំណុចទី2យើងឃើញថាមហាអំណាចដែលមានសពាវុធយោធាសេដ្ឋកិច្ចនិងនយោបាយខ្លាំងបើតាមសង្កេតតាំងពីដើមរហូតដល់បច្ចុប្បន្ននេះប្រទេសមហាអំណាចវិស័យមួយទៀតដែលប្រទេសមហាអំណាចខ្លាំងនោះគឺវិស័យការទូតឬក៏ចារកិច្ចខ្លាំងគ្រប់ព័ត៌មានគ្រប់យ៉ាងរបស់ប្រទេសផ្សេងគឺស្ថិតនៅក្នុងដៃមហាអំណាចទាំងអស់ដោយដែលគេថាស្គាល់ខ្លួនឯងនិងស្គាល់សត្រូវច្បាស់ច្បាំង100ដងឈ្នះទាំង100ដងត្រឡប់មកវិញប្រទេសមហាអំណាចគេអាចប្រមូលព័ត៌មានពីប្រទេសផ្សេងទៀតគ្រប់រូបភាពទាំងរូបភាពស្របច្បាប់ដូចជាបញ្ជូនអ្នកការទូតស្ថានតំណាងនៅក្រៅប្រទេសនិងតាមរូបភាពផ្សេងទៀតដូចជាក្រមផលប្រយោជន៍ក្រមសហជីពឬក៏សង្គមស៊ីវិលសាសនានិងក្រមបញ្ញវន្តជាដើមសូមបញ្ចប់ត្រឹមនេះហើយអរគុណច្រើនចំពោះការតាមដានស្ដាប់ជួបគ្នានៅវីដេអូក្រោយ